មេងប្រុសអញស្គាល់ខ្ញុំកុំប៉ះវាអីហាហាកាលពីជាង10ឆ្នាំមុនលោកធ្លាប់មកផ្ទះខ្ញុំក្នុងស្រាលោកថាលោកជាមិត្តរួមអាវុធគាត់ខ្ញុំគឺជាកូនសិស្សរបស់តាអឺរឿងជាង10ឆ្នាំមុនឯងអាចចាំច្បាស់យ៉ាងនេះទៅរួចចុះហេតុអ្វីក៏លោកមកនៅទីនេះលោកគ្រូឯងឲ្យខ្ញុំមកគាត់ឯងមិនចង់ឲ្យឯងធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេទេតើលោកគ្រូខ្ញុំគាត់មានរឿងអ្វីទៅតែឯងដឹងទេថាមុននេះលោកគ្រូឯងធ្វើអ្វីគាត់មិនដែលនិយាយប្រាប់ទេម្ដាយរបស់លោកគ្រូឯងជាកូនស្រីមេកន្ទ្រីគ្រួសារគាត់មានអំណាចធំធេងណាស់ពួកគេបានជីកត្បូងថ្មខ្ញុំតាំងពីសម័យរាជវង្សជីមកនេះជំនាញរៀននឹងគ្នានេះហើយទើបគាត់មានជំនាញពិតក្នុងការស្ទាបថ្មរំពងគ្មាននរណាអាចប្រៀបបានទេលោកគ្រូខ្ញុំមានប្រវត្តិបែបនេះសមរភូមិដែលធ្វើឲ្យគាត់ល្បីឈ្មោះពិតការភ្នាល់ត្បូងក្នុងកាលពី18ឆ្នាំមុនពេលនោះគាត់បានដួលក្រុមភ្នាល់ត្បូងមួយបំផុតនៅអាស៊ីអាគ្នេយ៍មែនទេហើយនឹងមហាសេដ្ឋីដ៏ជំនាញដែលគេហៅថាកំពុងនៃខ្មោចគឺពេលនោះហើយដែលធ្វើឲ្យគាត់ល្បីឈ្មោះជាទេពស្ដេចត្បូងលោកគ្រូខ្ញុំគឺជាទេពស្ដេចត្បូងក្នុងរឿងព្រេងមែនគួរឲ្យស្ដាយក្រោយមកគាត់បានទទួលរងការសងសឹកយ៉ាងសាហាវភរិយានិងកូនត្រូវបានសម្លាប់គាត់ក៏ត្រូវលាក់ឈ្មោះនៅដោយអនាម័យដូច្នេះហើយលើកនេះគាត់ក៏ត្រូវសត្រូវចងគំនុំហើយធ្លាក់ចូលក្នុងរឿងនេះទៀតគាត់មិនចង់ឲ្យឯងចូលពាក់ព័ន្ធក្នុងរឿងនេះទេគាត់បានចាត់ខ្ញុំឲ្យមកគាត់ឯងមិនឲ្យពាក់ព័ន្ធតែនរណាជាអ្នកចាប់ខ្លួនលោកខ្ញុំគេនោះគឺជាសិស្សរបស់កំពូលនៃខ្មោចស្ដេចវងយូឆៃសាយនៅផ្ទះបាទតែតើអត់មើលបាទតែតើអត់មើលបាទតែយកកុំគិតថាឯងពិតជាអាចប៉ះខ្ញុំបានអីកុំអីមិនប៉ះពាល់ជានិច្ចទៅសម្រេចកម្មដោយខ្លួនឯងទៅហើយដាក់ចូលក្នុងរន្ធនេះខ្ញុំនឹងឲ្យពេទ្យធ្វើជាកម្លាំងខ្មៅជីវិតគ្មានការប៉ះពាល់យល់ទេឬអត់បានលេងខ្ញុំទៅកុំប៉ះខ្ញុំបោះបំពង់ខូចនឹងចោលទៅឯងចូលចិត្តធ្វើចរិតឯងគ្រាន់តែជាកម្មករសំណងទេមានសិទ្ធិអីមកប៉ះខ្ញុំស្លាប់ក៏មិនព្រមរួមរស់ជាមួយឯងដែរកូនប្រសាស្រីត្រូវដឹងខ្លួនឯងថាជាកូនប្រសាស្រីកុំមកសងសឹកខ្ញុំឯងវាយខ្ញុំស្រាងចាំខ្ញុំសម្រាប់កូនរួចចង់ប៉ះខ្ញុំជាតិនឹងគុំសង្ឃឹមខោអាវវាដាក់អស់ហើយបន្តិចទៀតមានពិធីជប់លៀងទៀតជួបគ្នាក្នុងពិធីជប់លៀងចាស់សល្ងាចឡើងខ្ញុំចង់អីទៀតធាតុទាំង5នឹងទុះទាយថាំពលមកជួបគ្នាលើកលែងដៃឆ្វេងដៃស្ដាំប្រញាប់ចេញមកអូយចាំងលាវបងប្អូនល្អរបស់ខ្ញុំតើអ្នកដឹងថាខ្ញុំជាអ្នកណាទេស្គាល់បងប្អូនផ្ដេសផ្ដាស់ខ្ញុំជាទេពស្តុកមុនចាំងអ៊ូឡាយខ្ញុំជាទេពសង្គ្រាមហ្វានតេងសៀនក្មេងប្រុសឯងជាកូនចៅអ្នកណាប្រាប់បងឯងប្រាំមិនអពុកឯងទៅបញ្ជូនពួកយើងមកនេះមកខ្ញុំជាខ្សែស្រឡាយឆាវណា250H3 ឆ្នាំ010 Option 2 Premier មានសេនស័រឡានទាំងខាងមុខទាំងខាងក្រោយមានកាមេរ៉ាមុខក្រោយចំពោះណាបងប្អូនងាយស្រួលនៅក្នុងការបើកបរទៀតឡានដែលនៅចិត្តខ្ញុំនេះគឺជាប្រភេទឡានលុតទី HS 200មិនស្គាល់បងធំទៀតខ្ញុំជាទេពសង្គ្រាមទីក្រុងឯងហ៊ានទេប្រភេទខ្ញុំឯងចង់មកមែនទេព្រោះមួយជីវិតនេះអ្នកទាំងអស់គ្នាមិនមានការចងចាំធាតុទាំង5ប៉ាគូថាំពលទាំងអស់ជាប់មនុស្សជ្រើសរើសគូស្រករនឹកស្មានមិនដល់ថាអាចជួបអ្នកបែបនេះម្ដងទៀតមែនហើយបងប្រុស
គុំពីនឹកទៀតអីឥឡូវអ្នកទាំងពីររស់នៅបានល្អណាស់អំពីសម័យបុរាណម្នាក់ជាកម្លាំងប្រយុទ្ធរបស់ខ្ញុំម្នាក់ទៀតជាសេនាធិការរបស់ខ្ញុំម្នាក់ជាអ្នកជំនាញខាងភាគហ៊ុនម្នាក់ទៀតជាអ្នកចម្បាំងល្អណាស់អបអរសាទរដែលខ្ញុំបានស្នងត្រកូលលីឬថាប្អូនប្រុសទីពីយើងរកឃើញហើយមែនហើយបងប្រុសគេថាជាអ្នកទុនទឹកនៅការដ្ឋានសំណង់ធ្វើជាបងប្អូនជាមួយមនុស្សបែបនេះគឺខ្មាស់គេណាស់ប្រហែលជាគាត់ហើយសួស្តីអ្នកទាំងអស់គ្នាអ្នកទាំងពីរប្រហែលជាបងធំរបស់ខ្ញុំហើយមែនទេសំណាងល្អដែលសុទ្ធតែជាបងប្អូនអ្នកណាអនុញ្ញាតឲ្យអ្នកហៅថាបងធំក្លិនដីនៅលើខ្លួនឯងមិនទាន់បាត់ផងយើងនិយាយពីការឡើងខ្ពស់ទៅហើយតើអ្នកហ៊ានហៅពួកយើងថាបងប្អូនបានយ៉ាងម៉េចពួកយើងគ្មានបងប្អូនជាខ្មោចទឹកឯណាទេអ្នកណាខ្វល់ពីអ្នកឯងខ្ញុំមកជួបលោកតាពាក្យសម្ដីពួកឯងខ្ញុំស្ដាប់ដូចសំឡេងខ្យល់ទើបតែមកដល់ហ៊ានមកអួតអាងដាក់ពួកយើងឯងមានសមត្ថភាពនឹងមែនខ្ញុំអត់មានប្រពន្ធខ្ញុំមានអ៊ីយៀនកុំបង្កបញ្ហាបងប្រុសទាំងពីរនេះហើយប្រុសទី3ត្រកូលលីបដែលលោកតាឲ្យខ្ញុំរៀបការជាមួយសង្ឃឹមថាបងប្អូនឯងចុះសម្រុងនឹងគ្នាណាស៊ូយីទុកឲ្យល្អទៅស៊ូយីនាងឯងស្អាតយ៉ាងនេះបម្រើអ្នកណាក៏មិនបានដែរទៅបម្រើខ្មោចទឹកនេះឬមួយនាងឯងមកតាមខ្ញុំទៅពួកយើងមានកូនក៏ជាកូនត្រកូលឡាវដែរតាឯងនិយាយអីហ្នឹងមានកិរិយាជាបងប្រុសអត់ខ្ញុំនិយាយអីមិនសំខាន់ទេអ្វីដែលសំខាន់គឺពេលដែលឯងរៀបការជាមួយគេគឺរងចាំតែខ្លាចជាមនុស្សដែលគេមើលរំលងក្នុងត្រកូលពិធីជប់លៀងហៀបនឹងចាប់ផ្ដើមហើយអាមួយនេះក៏ទៅហើយចាំមើលតាទឿចេះមួយឬតែខ្ញុំរឿងគូស្រករមិនអាចប្រញាប់ប្រញាល់ទេតាទឿចូលចិត្តមនុស្សចេះគិតគូរកុំបារម្ភខ្ញុំវាយឯងសិនហើយគ្រួសារយ៉ាងនៃឆេងចេញចូលរួម5លានគ្រួសារឡើយនៃឆេងចេញចូលរួម8លានឆេងចេញសនជេជូនជាកាដូ10លាននេះឈិសលីស៊ុយជូនជាកាដូ8លានសូមជូនពរលោកតាឆាប់ជាសះស្បើយនេះឈិសលីភីញ៉ាន់ជូនជាកាដូ8លានសូមជូនពរលោកតាឆាប់ជាសះស្បើយល្អណាស់លុយទាំងអស់នេះជារបស់ខ្ញុំចៅល្អឲ្យមកទីនេះមកឲ្យលោកតាមើលមុខបន្តិចមើលខ្ញុំចាស់ហើយតំណែងគ្មាននៃត្រកូលលីវមិនយូរមិនឆាប់គឺត្រូវជ្រើសរើសចេញពីពីរអ្នកនេះលីវស៊ឺលីវអ៊ីយុនហេយីឈៀនឯងឈ្មោះតេអ៊ីយុនឯងយកលុយច្រើនម្លេះមកពីណាលីវស៊ឺមកពីណាមកលោកតាខ្ញុំមើលសិនលោកតាខ្ញុំជាចៅប្រុសថ្មីរបស់លោកតាឈ្មោះលីវអ៊ីយៀនហាអូគឺនៅខាងក្រៅគ្មានវាសនាថ្ងៃលិចសោះលោកតាគាត់ទើបត្រឡប់មកពីការដ្ឋានសំណង់មិនសូវយល់ពីទំនៀមទម្លាប់ទេឯងយកលុយមួយកាក់មកពីណាឯងដឹងថា100លានមានលេខ0ឲ្យប៉ុន្មានទេលោកតាចាប់បណ្ដេញអាមនុស្សកុហកមិនចេះខ្មាស់នេះចេញទៅទូលោកតាផងគឺមកពីចៅគ្រប់គ្រងមន្ទីរពេទ្យមិនបានល្អមន្ទីរពេទ្យបែរជានិយាយរឿងលុយរបស់ហ៊ឺយីឈៀន100លាននឹងខ្ញុំសងជំនួសគាត់មិនបាច់ទេ100លានខ្ញុំមានចេះតែអួតមន្ទីរពេទ្យកុំបង្កបញ្ហាឲ្យខ្ញុំមានគេសួរខ្ញុំថាចេះបងខ្ញុំចង់ទិញផ្ទះដែរតែគម្រោងមានបញ្ហាច្រើនពេកមានគេបោកច្រើនហើយទិញមិនបងដើម្បីកុំឲ្យគេបោកខ្ញុំប្រាប់វិធីមានតែម្ចាស់បរិយណាអូលក់ផ្ទះខ្លួនឯងទៀតទៅខ្ញុំមិនចូលចិត្តរបៀបដែលអ្នកធ្វើជាអ្នកមានទាំងដែលគ្មានលុយនោះទេអ្នកទាំងអស់គ្នាគិតថាខ្ញុំគ្មានលុយ100លានទេអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យឃើញតែម្ដងទៅអីយ៉ាយីអ្នកឯងចាត់ទុកពួកយើងជាខ្មោចច្រែកតើលុយសៀមបាវេខុសគ្នាពីក្រដាសជូតមាត់ត្រង់ណានំប៉័ងមួយដុំថ្លៃដល់ទៅ50,000ឯណោះមិនក៏លុយសៀមបាវេមិនមែនជាលុយអ៊ីរ៉ានអ្នកឯងធ្វើបែបនេះដូចជាកូនក្មេងអត់ខាត់ស្លាលោកតាសូមបណ្ដេញមនុស្សថោកទាបនេះចេញទៅគួរឲ្យអស់សំណើចហាគួរឲ្យអស់សំណើចណាស់អូយមិនក៏ខ្ញុំមានអារម្មណ៍ថាដូចតកូលីវរបស់យើងម្លេះដូនតាឲ្យអាហាហេវ៉ាន់ធីអ្នកនឹងបានជួបហាយូស៊ីនខ្ញុំនេះហើយជាជីដូនជីតារបស់ឯងអូខេអ្នកទាំងអស់គ្នាក៏ឃ្លានដែរមែនទេញ៉ាំឲ្យឆ្ងាញ់ទៅចាត់ទុកថាខ្ញុំទុកមុខឲ្យអ្នករាល់គ្នាចុះញ៉ាំឲ្យច្រើនទៅស៊ូយើងទៅញ៉ាំអីដែរទៅអរគុណហើយខ្ញុំមិនឃ្លានទេឯងកុំធ្វើអីឲ្យគេចាប់អារម្មណ៍ពេកខ្ញុំបាត់បង់ការងារអស់ហើយពិបាកបុកណាស់ខ្ញុំនេះថ្ងៃនេះជាខួបកំណើតរបស់ខ្ញុំលោកលីវវ៉ាន់ឆុងខ្ញុំ
ចង់ប្រកាសរឿងមួយជ្រើសរើសអ្នកស្នងមរតកត្រកូលលាវដើម្បីគ្រប់គ្រងអាជីវកម្មគ្រួសារលាវខ្ញុំនឹងដាក់សំណួរឲ្យអ្នករាល់គ្នាក្នុងរយៈពេលដុតធូបមួយដើមអ្នកដែលឈ្នះអាចដាក់លក្ខខណ្ឌមួយជាការពិតគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនអាចបំពេញបានលោកតាឆាប់ចេញសំណួរមក